ភាពខុសគ្នារវាងស័ក្តិសាស្ត្រនៃពាក្យពោះទាំងពីរនេះតើមានលក្ខណៈខុសគ្នាបែបណាខ្លះតោះមើលការបញ្យល់ជាមួយខ្ញុំទាំងអស់គ្នាចំពោះពាក្យពោះទី1នេះគឺពរដល់ស្រៈពោះអន្ថាពោះថ្នាក់ពាក្យវាជានាមគឺជាផ្នែកមួយនៃដងខ្លួនស្ថិតនៅចន្លោះទ្រូងនិងឆ្អឹងត្រគាកដែលនៅក្នុងនោះមានប្រព័ន្ធរំលាយអាហារប្រព័ន្ធទឹកមាត់និងសរីរាង្គដទៃទៀតឧទាហរណ៍ឈឺពោះចុកពោះហើមពោះនិងពោះវៀនជាដើមចំពោះពាក្យពោះទី2នេះគឺពនិងសបន្តអន្ថាពោះថ្នាក់ពាក្យវាជានាមគឺគេចង់សំដៅលើពពួកសត្វពោះអាសេរពិសជាច្រើនប្រភេទដូចជាពោះវែកពោះប្រលិតពោះព្រៃនិងពោះជាច្រើនទៀត